ជំងឺ lactose intolerant នេះបញ្ជាក់ថាវាមិនមែនជាជំងឺ allergy ទេវាជាជំងឺមួយដែលបណ្ដាលមកពីការកង្វះនៅអង់ស៊ីមម្យ៉ាងពីកំណើតពីធម្មជាតិរបស់អ្នកជំងឺជំរាបសួរសូមស្វាគមន៍មកកាន់គេហទំព័រអេគីវីដេអូសុខភាពដែលកម្មវិធីយើងខ្ញុំតែងតែចូលរួមចែករំលែកនៅប្រធានបទសុខភាពទៅដល់បងប្អូនប្រជាពលរដ្ឋដូច្នេះថ្ងៃនេះក៏មានការអញ្ជើញចូលរួមពីលោកវេជ្ជបណ្ឌិតឈៀងស៊ីដេតឯកទេសផ្នែកថ្លើមក្រពះពោះវៀននិងឬដុំបាតដែលលោកអញ្ជើញជាវាគ្មិនកិត្តិយសស្ដីអំពីប្រធានបទជំងឺ lactose intolerant ចា៎ជំរាបសួរលោកវេជ្ជបណ្ឌិតចា៎អញ្ចឹងចង់ជំរាបសួរលោកវេជ្ជបណ្ឌិតដែរថាតើអ្វីទៅគឺជាជំងឺ lactose intolerant បាទជំងឺ lactose intolerant ជាជំងឺមួយដែលពោះវៀនរបស់យើងមិនអាចទទួលយកនៅសារជាតិ lactose ដែលសារជាតិ lactose មានភាគច្រើនផ្ទុកនៅក្នុងទឹកដោះគោវាជាជំងឺមួយដែលបណ្ដាលមកពីការកង្វះនៅអង់ស៊ីមម្យ៉ាងពីកំណើតពីធម្មជាតិរបស់អ្នកជំងឺផ្ទាល់ខ្លួនតែម្ដងដែលអង់ស៊ីមមួយនោះមានឈ្មោះថា lactase ដែលមានតួនាទីបំលែងជាតិ lactose នៅក្នុងទឹកដោះគោឲ្យទៅជាសារជាតិស្ករដើម្បីចូលក្នុងឈាមរបស់អ្នកជំងឺឬក៏សរីរាង្គរបស់យើងតែម្ដងអញ្ចឹងចង់គោរពជំរាបសួរលោកវេជ្ជបណ្ឌិតបន្តទៀតថាតើរោគសញ្ញានៃជំងឺ lactose intolerant ហ្នឹងមានរោគសញ្ញាអ្វីខ្លះដែរចា៎បាទរោគសញ្ញារបស់ជំងឺ lactose intolerance គឺមានបញ្ហាទៅលើបញ្ហាប្រព័ន្ធរំលាយអាហារគឺធ្វើទុកក្នុងពោះគាត់តែម្ដងជា abdominal discomfort ធ្វើឲ្យហើមពោះធ្វើឲ្យអ្នកជំងឺមានអារម្មណ៍ថាមិនស្រួលក្នុងពោះនៅក្រោយពេលដែលគាត់ទទួលទាននៅទឹកដោះគោដែលមានជាតិ lactose ចូលទៅធ្វើឲ្យមានការចុកពោះខ្លាំងពេលខ្លះអាចមានក្អួតចង្អោរហើយសញ្ញាដែលចម្បងដែលយើងតែងតែជួបនោះគឺរាគរូសអាសារាគរូសក្រោយពេលទទួលទានជាតិទឹកដោះគោដែលមានជាតិ lactose និងហើមឆ្អោរក្នុងពោះនេះគឺជាសញ្ញារបស់ lactose intolerant ចឹងជាមួយគ្នានឹងដែរថាតើយើងអាចធ្វើរោគវិនិច្ឆ័យដឹងថាគាត់ពិតជាមានជំងឺហ្នឹងតាមវិធីណាដែរលោកចា៎បាទចំពោះរោគវិនិច្ឆ័យគឺមានតេស្តជាច្រើនដែលយើងអាចជ្រើសរើសយកមកធ្វើរោគវិនិច្ឆ័យជូនអ្នកជំងឺបានគឺយើងមានតេស្តចំនួន4ធំដើម្បីធ្វើការពិនិត្យជូនអ្នកជំងឺដើម្បីបញ្ជាក់ថាអ្នកជំងឺពិតជាមាន lactose intolerant តេស្តទី1ដែលយើងអាចប្រើប្រាស់គឺវិធីសាស្ត្រងាយស្រួលសាមញ្ញគឺឲ្យអ្នកជំងឺគាត់ផ្អាកទទួលទានទឹកដោះគោឬក៏ភេសជ្ជៈដែលជាទឹកដោះគោហ្នឹងដែលមានជាតិ lactose នៅក្នុងនេះមួយរយៈហើយសង្កេតមើលទៅលើរោគសញ្ញារបស់អ្នកជំងឺនៅពេលដែលគាត់ផ្អាកការទទួលទានទាំងអស់នោះចូលទៅគឺសភាពជំងឺគាត់និងរោគសញ្ញាគាត់លែងមានទៀតហើយគាត់នឹងស្រួលប្រព័ន្ធរំលាយអាហារគាត់ដំណើរការស្រួលធម្មតាមកវិញនេះគឺជាតេស្តទី1ទី2យើងអាចធ្វើការសាកសួរពីប្រវត្តិគ្រួសាររបស់អ្នកជំងឺពីព្រោះជំងឺ lactose intolerant អាចបណ្ដាលមកពីដំណពូជ genetic ពីដំណពូជពីជំនាន់មុនមកជំនាន់ក្រោយអញ្ចឹងយើងអាចសាកសួរពីប្រវត្តិគ្រួសាររបស់អ្នកជំងឺតេស្តទី3គឺគេហៅថា hydrogen pretest គឺអ្នកជំងឺអាចធ្វើតេស្តដង្ហើមដោយគេមានតេស្តពិសេសមួយដើម្បីផ្លុំមើលដង្ហើមរបស់អ្នកជំងឺដើម្បីធ្វើតេស្តរកមើល lactose intolerant នេះហើយនឹងទី4គឺអ្នកជំងឺអាចធ្វើតេស្តមួយទៀតដោយគេឲ្យអ្នកជំងឺញ៉ាំជាតិ lactose នៅក្នុងទឹកដោះគោដែលមានជាតិ lactose ហើយគេឲ្យអ្នកជំងឺសម្រាករយៈពេល2ម៉ោងហើយគេបូមយកជាតិស្ករអ្នកជំងឺដើម្បីទៅពិនិត្យមើលថាតើជាតិស្ករនោះនៅក្នុងកម្រិតមួយណាដែលយើងអាចធ្វើរោគវិនិច្ឆ័យជំងឺ lactose intolerant នេះបានក្រោយពេលដែលគាត់ទទួលទានជាតិ lactose ចូលទៅក្នុងខ្លួនគាត់ចាអញ្ចឹងជាមួយគ្នានឹងដែរថាតើការព្យាបាលក៏ដូចជាការបង្ការនៃជំងឺ lactose intolerant ហ្នឹងថាតើយើងអាចបង្ការដោយវិធីណាដែរបាទចំពោះការព្យាបាលមកដល់ពេលបច្ចុប្បន្ននេះនៅប្រទេសជុំវិញពិភពលោកទោះបីជាប្រទេសមានការរីកចម្រើនអភិវឌ្ឍយ៉ាងណាក៏ដោយក៏ការព្យាបាលជំងឺ lactose intolerant នេះមិនទាន់មានការស្រាវជ្រាវមួយណាដែលឬក៏មានឱសថមួយណាសម្រាប់ព្យាបាលឲ្យធ្វើការជាតិដាច់តែម្ដងទេគឺយើងមានតែការការពារដែលសំខាន់បំផុតនោះគឺការការពារទៅវិញដោយសារជំងឺមួយនេះគឺខ្វះអង់ស៊ីម lactase ពីកំណើតអញ្ចឹងការការពារគឺងាយគឺអ្នកជំងឺអាចជៀសនិងជ្រើសរើសយកទឹកដោះគោដែលមិនមានផ្ទុកនៅសារជាតិ lactose នៅក្នុងទឹកដោះគោនោះគេហៅថាទឹកដោះគោ lactose free meal with lactose free យើងអាចមើលនៅលើដបរបស់ទឹកដោះគោនោះដែលយើងអាចសង្កេតបានអញ្ចឹងបើសិនជាអ្នកជំងឺយើងអាចជៀសវាងនៅសារជាតិ lactose ដែលមាននៅក្នុងទឹកដោះគោនេះបានគាត់នឹងលែងធ្វើទុកលែងមានការរំខាននេះទៀតហើយការ
បន្ថែមពីលើនឹងទៀតអ្នកជំងឺអាចធ្វើរបបអាហារត្រឹមត្រូវលំហាត់ប្រាណពិសាទឹកឲ្យបានច្រើនជាមួយនឹងការថែមនៅពពួក probiotic ដែលជាមេរោគល្អដើម្បីជួយ support ទៅលើមុខងាររបស់ប្រព័ន្ធរំលាយអាហារគាត់ផងដែរ ចាសូមអរគុណលោកវិជ្ជបណ្ឌិតដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងកម្មវិធីយើងថ្ងៃនេះចាដូច្នេះពីអេគីបវីដេអូសុខភាពអនុញ្ញាតសូមអរគុណសូមគោរពលា